បាទសូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដោយមានហេតុការណ៍និងព្រឹត្តិការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកថ្មីមកជម្រាបជូនបាទទស្សនិកជនឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមសហការជាមួយក្រុមហ៊ុន One More Group ឬទឹកពិសាវិតាល់បានប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទមួយដំណក់នៃទឹកចិត្តសប្បុរសធម៌ផ្ដល់ឈាមសង្គ្រោះជីវិតពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី12ខែមិថុនានេះនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងរាជធានីភ្នំពេញក្រោមវត្តមានឯកឧត្តមវិជ្ជបណ្ឌិតសឹកប៊ុនណារដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងឯកឧត្តមសាស្ត្រាចារ្យជាងរារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងឯកឧត្តមសុសមុសិនអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងឯកឧត្តមហ៊ុនម៉ាណេប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងវត្តមានលោកជំទាវជើងសកុនធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One More Group និងសប្បុរសជនអ្នកស្ម័គ្រចិត្តជាច្រើនទៀតលោកវិជ្ជបណ្ឌិតសុកពោប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះគណៈអធិបតីសប្បុរសជនទាំងអស់ដែលបានធ្វើអំណោយទានសម្រាប់ជីវិតនិងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងមិនទទួលកម្រៃក្នុងកម្មវិធីអបអរសាទរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទដ៏មានតម្លៃជាសកលនិងចាក់ដោតបេះដូងមួយដំណក់នៃទឹកចិត្តសប្បុរសធម៌ផ្ដល់ឈាមសង្គ្រោះជីវិតមានន័យថាឈាមមួយដំណក់ដែលយើងម្នាក់រួមគ្នាផ្ដល់ចេញពីទឹកចិត្តគឺពិតជាមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបានក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋបើតាមលោកវិជ្ជបណ្ឌិតសុកពោឆ្នាំ2025កន្លងមកចំនួនអំណោយឈាមទូទាំងប្រទេសសរុបចំនួន 195,175 ផ្លោកដោយចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនិងមិនទទួលកម្រៃមានចំនួន 64,011 ផ្លោកស្មើនឹង 32.8% នៃអំណោយឈាមទូទាំងប្រទេសចំនួនឈាមដែលបានប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមានចំនួន 179,332 ផ្លោកដោយឡែកនៅ5ខែដើមឆ្នាំ2026ចំនួនអំណោយឈាមទូទាំងប្រទេសសរុបមានចំនួន 78,393 ផ្លោកក្នុងនោះចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនិងមិនទទួលកម្រៃមានចំនួន 16,246 ផ្លោកដែលស្មើនឹង 20.7% នៃអំណោយឈាមទូទាំងប្រទេសហើយបានចែកចាយប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមានចំនួន 89,823 ផ្លោកផ្អែកទៅលើទិន្នន័យទាំងអស់នេះបានបញ្ជាក់យ៉ាងច្បាស់ថាតម្រូវការឈាមដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមានការកើនឡើងជារៀងរាល់ថ្ងៃទោះបីអត្រានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានការកើនឡើងក៏ដោយប៉ុន្តែអត្រានៃការបរិច្ចាគឈាមដើម្បីដោះដូរក្នុងរង្វង់ក្រុមគ្រួសារអ្នកជំងឺនៅមានកម្រិតខ្ពស់រហូតទៅដល់ 80% ហេតុនេះហើយបានជាមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែងតែអំពាវនាវយ៉ាងទទូចថាសូមកុំរងចាំដល់មានតម្រូវការឈាមផ្ទាល់ខ្លួនឬសមាជិកគ្រួសារទើបយើងធ្វើការបរិច្ចាគឈាមយើងត្រូវរួមគ្នាកែប្រែចលនានេះឲ្យក្លាយជាទម្លាប់នៃការផ្ដល់ឈាមដោយស្ម័គ្រចិត្តជាប្រចាំដើម្បីធានាបាននូវស្ថិរភាពនិងសមត្ថភាពនៃស្តុកឈាមលោកជំទាវជើងសកុនធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One More ក្នុងនាម One More Group សូមអបអរសាទរដល់ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទមួយដំណក់ឈាមនៃទឹកចិត្តសប្បុរសធម៌ផ្ដល់ឈាមសង្គ្រោះជីវិតផ្សារភ្ជាប់នឹងប្រធានបទដ៏មានអត្ថន័យថ្ងៃនេះក្នុងនាមពលរដ្ឋខ្មែរមួយរូបលោកជំទាវចាំមិនភ្លេចការអំពាវនាវដ៏ពិសិដ្ឋរបស់អគ្គមគ្គុទ្ទេសក៍ឯកសន្តិភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្លាយជាកម្លាំងចលករនៃយុទ្ធនាការបរិច្ចាគឈាមក្រោមបុព្វហេតុដឹកនាំរបស់សម្ដេចតែងតែចាត់ទុកអាយុជីវិតនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាចម្បងដោយដែលរដ្ឋាភិបាលនីតិកាលទី7កំពុងបានបន្តនិងថែរក្សាយកចិត្តទុកដាក់ដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី
ក៏ដូចគ្នានេះក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីកាន់តែយកចិត្តទុកដាក់ខ្ពស់លើការងារសុខភាពសាធារណៈបើតាមលោកជំទាវជឹងសុគន្ធធាវីក្រោមការឈ្លានពានរបស់សៀមបានធ្វើឲ្យខ្មែរកាន់តែបន្តរឹងមាំរួបរวมកម្លាំងសាមគ្គីគ្រប់មជ្ឈដ្ឋានបរិច្ចាគទាំងស្មារតីនិងធនធានក្នុងស្មារតីនេះចលនាបរិច្ចាគឈាមជាចលនាមួយរួមចំណែកគាំទ្រដល់វីរៈកងទ័ពជួរមុខក្រោមការដឹកនាំអំពីវនីវយ៉ាងយកចិត្តទុកដាក់របស់លោកជំទាវបណ្ឌិតស្ត្រីទី1រួមទាំងការចូលរួមយ៉ាងសកម្មពីសហភាពសហព័ន្ធយុវជនកម្ពុជាសសយកក្រោមការដឹកនាំរបស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីនិងជាប្រធានសសយកជាស្ដែងប្រជាជនគ្រប់ស្រទាប់រាប់ម៉ឺននាក់បងប្អូនខ្លះទៀតសោតធ្វើដំណើរពីបណ្ដាខេត្តមករាជធានីភ្នំពេញទន្ទឹងរង់ចាំចូលរួមបរិច្ចាគដ៏ថ្លៃថ្លានេះលោកជំទាវសូមអរគុណដល់កងទ័ពអាវសក្រុមគ្រូពេទ្យក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងបានត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ចូលរួមសមរភូមិជួរក្រោយក្នុងការសង្គ្រោះនិងព្យាបាលជូនកងទ័ពរបស់យើងក្នុងគ្រាដ៏លំបាកនេះថ្ងៃនេះផងដែរយើងជឿជាក់ថាអ្វីដែលយើងកំពុងរួបរวมធ្វើមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សឲ្យមានក្តីសង្ឃឹមក៏ដូចជាបានផ្ដល់កុសលផលបុណ្យនិងអារម្មណ៍ស្រស់ថ្លាដល់អ្នកបរិច្ចាគលើពីនេះគឺជាការចូលរួមថែរក្សាប្រពៃណីនិងវប្បធម៌នៃការចែករំលែកដ៏ល្អផូរផង់របស់ខ្មែរការសាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមកការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេផ្ទុយទៅវិញគឺជួយដល់សុខភាពនិងសរីរាង្គរបស់យើងកាន់តែប្រសើរលោកជំទាវជឹងសុគន្ធធាវីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលនិងក្រសួងតែងតែយកចិត្តទុកដាក់និងផ្ដល់ឱកាសដល់វិស័យឯកជនចូលរួមលើកកម្ពស់វិស័យសុខាភិបាលជាពិសេសមជ្ឈមណ្ឌលជាតិផ្ដល់ឈាមជាអង្គភាពប្រតិបត្តិផ្ទាល់តែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនិងប្រកបដោយបរិយាបន្នក្នុងរយៈពេលជាង1ទសវត្សរ៍កន្លងមកនេះឈរលើទស្សនៈដ៏ប្រកបនិយមក្នុងការចូលរួមលើកស្ទួយសង្គមដោយមិនផ្ដោតលើប្រាក់ចំណេញតែមួយមុខមូលនិធិ25រៀលរបស់វីតានិងមីជាតិបដិញ្ញាបន្តចូលរួមគាំទ្រយុទ្ធនាការផ្ដល់ឈាមនិងចូលរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធយើងជឿជាក់ថាសង្គមរីកចម្រើននិងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននិងផ្ដើមចេញពីយើងទាំងអស់គ្នា